គមន៍មកកាន់ទំព័រថ្មីនៃ Department ស្រាវជ្រាវគរុកោសល្យចំនួនថ្មីអូខេតសៀមរាបប្រៀបថានៅសតហៅកាត់ថា NGPRD ចាប់តាំងពីឆ្នាំ2019មក NGPRD បានបង្កើតឡើងក្រោមការសហការគ្នារវាងក្រសួងអប់រំយុវជននិងកីឡាជាមួយនឹងអង្គការ CAP យើងខ្ញុំគឺជាគ្រូនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យចំនួនទី6នៅ Department ស្រាវជ្រាវគរុកោសល្យចំនួនថ្មីនៃវិទ្យាស្ថានជាតិអប់រំយើងតែងតែបដិញ្ញាក្នុងការកែលម្អគុណភាពអប់រំនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងនោះដែរ Department កំពុងបន្តបេសកកម្មយ៉ាងមុតមាំក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈការស្រាវជ្រាវបច្ចេកវិទ្យានិងនវានុវត្តន៍ឲ្យស្របទៅនឹងបំណិនសតវត្សទី21នៅក្នុងកម្មវិធីនៃការបណ្ដុះបណ្ដាលនេះយើងផ្ដោតទៅលើមុខវិជ្ជាស្នូលចំនួន4ទី1ក្រមសីលធម៌និងប្រឹក្សាគរុកោសល្យទី2វិធីសាស្ត្របង្រៀនទី3 ICT សម្រាប់ការអប់រំនិងទី4ស្រាវជ្រាវអប់រំគុំមានក្លឹបសិក្សាពិសេសចំនួន2ផងដែរទី1ក្លឹបសិក្សាជំនាញទន់និងភាពអ្នកណែនាំទី2ក្លឹបសិក្សាស្រាវជ្រាវអប់រំក្នុងនោះផងដែរគ្រូនិស្សិតមិនត្រឹមតែសិក្សានៅក្នុងថ្នាក់ប៉ុណ្ណោះទេថែមទាំងបានចូលរួមសកម្មភាពក្នុងការជួយគាំទ្របច្ចេកទេសនៃការអប់រំ STEM ជារៀងរាល់រសៀលថ្ងៃពុធរយៈពេល4សប្តាហ៍មកហើយនៅក្នុងនោះផងដែរមានសាលាគោលដៅចំនួន2គឺវិទ្យាល័យបឹងត្របែកនិងវិទ្យាល័យហ៊ុនសែនបុរនីវត្តភ្នំទាំងអស់នេះគឺជាសកម្មភាពក្នុងការចោះជួយនៅក្នុងការអប់រំ STEM ក្នុងអំឡុងពេលការសិក្សានេះផងដែរគ្រូនិស្សិតក៏បានធ្វើការរៀបចំ slide វីដេអូក្នុងការណែនាំនិងប្រើប្រាស់កម្មវិធីដូចជា Pet Simulation និងកម្មវិធី AI ជាច្រើនទៀតដែលជាជំនួយក្នុងការរៀននិងបង្រៀនឲ្យកាន់តែទាក់ទាញអារម្មណ៍ថែមទាំងជួយដល់ការសិក្សាកាន់តែមានប្រសិទ្ធភាពនិងរស់រវើក Department ស្រាវជ្រាវគរុកោសល្យចំនួនថ្មីបានសហការយ៉ាងជិតស្និទ្ធជាមួយគម្រោងអប់រំនានាដូចជាអង្គការកុមារកម្ពុជារីករាយនិងសមាគមគ្រួសារយើងក្នុងការបណ្ដុះបណ្ដាលលើកម្មវិធីសិក្សាគរុកោសល្យដើម្បីពង្រឹងឧត្តមភាពនៃវិជ្ជាជីវៈគ្រូបង្រៀនរួមមានវិធីសាស្ត្របង្រៀនការប្រើប្រាស់ ICT និងប្រឹក្សាគរុកោសល្យឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ពិសេសទៀតនោះ Department បានធ្វើការបំពុំផ្សាយលើលទ្ធផលស្រាវជ្រាវថ្មីៗរបស់គ្រូនិស្សិតនិងគ្រូឧទ្ទេសរបស់ Department លើគេហទំព័រសាលា Digital ការបោះពុម្ពនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់ជាធាតុចូលដ៏មានតម្លៃក្នុងការកែលម្អនិងអនុវត្តការបង្រៀននៅកម្ពុជាឲ្យកាន់តែប្រសើរឡើងជាមោទនភាពថ្មីៗនេះផងដែរគ្រូប្រឹក្សាគរុកោសល្យត្រូវបានប្រមុខរដ្ឋាភិបាលផ្ដល់នូវតួនាទីជាគ្រូប្រឹក្សាគរុកោសល្យទៅតាមសាលារៀននីមួយៗដែលគិតចាប់តាំងពីកម្រិតបឋមសិក្សាអនុវិទ្យាល័យនិងវិទ្យាល័យនិងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀនផងដែរ Department ស្រាវជ្រាវគរុកោសល្យចំនួនថ្មីនឹងបន្តបេសកកម្មក្នុងការកសាងគ្រូប្រឹក្សាគរុកោសល្យនិងអ្នកដឹកនាំវ័យក្មេងប្រកបដោយគុណភាពនិងវិជ្ជាជីវៈខ្ពស់ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតកុមារកម្ពុជា